រដ្ឋបាលខេត្តកំពង់ស្ពឺប្រពៃពិធីបុណ្យមាឃបូជាយ៉ាងអធិកអធមនៅវត្តមនីរាំងសីរតនារាមហៅវត្តមរំជើងនាព្រឹកថ្ងៃច័ន្ទ15កើតខែមិញឆ្នាំម្សាញ់ត្រីស័កពុរសករាជ2569ត្រូវនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026អាយដាមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តអាយដាមជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវមេងវ៉ាន់ដានីនបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជាដែលបានប្រពឡើងយ៉ាងអធិកអធមនៅវត្តមនីរាំងសីរតនារាមហៅវត្តមរំជើងស្ថិតនៅភូមិទូលគោកសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អាយដាមលោកជំទាវលោកស្រីអភិបាលរងខេត្តមន្ត្រីរាជការជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូសិស្សនុសិស្សនិងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកកការប្រពៃពិធីបុណ្យមាឃបូជាគឺជាការបង្ហាញពីសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យនិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជននិងវីរៈកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិយើងរួមគ្នាថែរក្សាសន្តិភាពដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនានិងសីលធម៌សង្គមកាន់តែរីកចម្រើនការប្រពៃពិធីបុណ្យនេះមិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីការសាមគ្គីភាពនិងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តក្នុងការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យទាននានាក្នុងឱកាសដ៏ថ្លៃថ្លានេះថ្នាក់ដឹកនាំខេត្តនិងពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការៈបូជាដើម្បីរំលឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធដែលទ្រង់បានបង្កើតព្រះឱវាទបាតិម៉ោកនិងការដាក់ព្រះជន្មាយុសង្ខារអាយដាមគណៈអធិបតីនិងសពរជនបានរួមគ្នារបាតដើម្បីប្រមូលបច្ច័យនិងចង្ហាន់ប្រគេនព្រះសង្ឃនៅក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនញាតិកាទាំង7សន្តាននិងជាពិសេសគឺវីរៈកងទ័ពដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងសន្តិភាពអាយដាមអភិបាលខេត្តក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថាការប្រារព្ធពិធីបុណ្យសាសនានៅថ្ងៃនេះគឺកើតចេញពីផ្លែផ្កានៃសន្តិភាពដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការគោរពប្រតិបត្តិជំនឿសាសនានិងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយពិធីបុណ្យមាឃបូជានេះបានបញ្ចប់ទៅនៅក្នុងបរិយាកាសជ្រះថ្លានិងស្នាមញញឹមដែលបង្ហាញពីការរួបរวมគ្នាយ៉ាងរឹងមាំរវាងវិស័យពុទ្ធចក្រនិងអាណាចក្រក្នុងទឹកដីខេត្តកំពង់ស្ពឺផងដែរ